បាទសួស្តីសូមស្វាគមន៍ពុកម៉ែបងប្អូនអរគ្នាមកកាន់ Channel YouTube របស់ខ្ញុំបាទធម្មជាតិនិងជីវិតពិតអញ្ចឹងថ្ងៃមុនខ្ញុំបានបង្ហោះវីដេអូដែលតាក់ទងនឹងផ្លែទុរេនវីដេអូខ្លីមួយដែលបង្ហាញអំពីទុរេនដែលនៅក្នុងបាស្កេតដែលវាត្រូវបានប្រមូលចេញមកពីចំការទុរេនហើយទុរេនទាំងអស់នោះគឺទៀតសោតវាអត់ទាន់ពុំទេអញ្ចឹងថ្ងៃនេះនៅក្នុងវីដេអូរយៈពេល2នាទីបន្តិចនេះខ្ញុំចង់បង្ហាញបងប្អូនឲ្យបងប្អូនមកចូលរួមទស្សនាទាំងអស់គ្នាបាទអញ្ចឹងនេះគឺជាសកម្មភាពបាទបងប្អូននៃខ្ញុំមកកាប់មែកទុរេននិងប្រមូលផ្លែទុរេនចេញដោយសារតែយប់មិញវាមានភ្លៀងតិចតិចរលឹមហ្វ្រិចប៉ុន្តែខ្យល់វារៀងគួចកន្ត្រាក់បន្តិចបងប្អូនបានន័យថាវាគួចខាងលើបណ្ដាលឲ្យដើមទុរេននោះគឺដាច់មែកធ្លាក់មកមួយចំនួនបាទมันជាច្រើនអីណាស់ណាទេប៉ុន្តែក៏វាជាគួរសោកស្ដាយដែរបងប្អូនដោយសារតែខ្ញុំនិយាយតែចំពោះមួយដើមនេះទេព្រោះបើទាំងអស់ច្រើនបងប្អូនវាច្រើនគួរសមប៉ុន្តែដើមនេះបានន័យថាវាខ្ញុំរាប់ទៅប្រមូលហើយគឺមាន74ផ្លែបងប្អូនទាំងទូចទាំងធំហើយអាយុកាលដើមតារ៉េនេះគឺ34ឆ្នាំហើយវាបាក់គឺដោយសារតែមូលហេតុគឺខ្យល់ហើយតារ៉េហ្នឹងគឺវាផ្លែស្រោចនៅចុងមែកទាំងអស់បងប្អូននៅចុងទាំងអស់នៅខាងចុងហើយផ្លែជាចង្កោមតែម្ដងអញ្ចឹងខ្យល់តែបន្តិចដែរទេប៉ុន្តែគឺដើមហេតុដោយសារតារ៉េនយើងវាផ្លែនៅខាងចុងដែរផ្លែនៅខាងចុងហើយនឹងវាផ្លែជាចង្កោមម្ដងមកថាជាផ្លែរាយក៏ប្រហែលជាអត់អីទេបងប្អូនហើយយើងអត់អាចឡើងទៅចងវាឬមួយក៏ទប់ទល់វាយ៉ាងណាបានទេចំពោះគ្រោះធម្មជាតិនេះយើងនិយាយទៅវាស្ទើរតែរាល់ឆ្នាំហើយបងប្អូននៅក្នុងចំការទុរេនបាក់ស្ទើរតែរៀងរាល់ឆ្នាំហើយអញ្ចឹងយើងអត់អាចមានវិធានការណាទប់ទល់ជាមួយនឹងគ្រោះធម្មជាតិនេះបានទេអញ្ចឹងយើងមានតែបន្តក្តីសង្ឃឹមយើងនៃការព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពណាបងប្អូនដើម្បីតែការរទទួលទានចិញ្ចឹមជីវិតយើងទេហើយសំណាញ់នេះបងប្អូនកុំឆ្ងល់គឺយើងធ្វើសម្រាប់ត្រង់ផ្លែទុរេន